រឿងទុនសាយនិងតោមួយក្បាលកំពុងមិនសប្បាយចិត្តក្នុងការស្វែងរកចំណីអាហារវាបានហៅពពួកសត្វទាំងអស់ហើយបានដាក់បញ្ជាមួយថាចាប់ពីថ្ងៃនេះទៅជារៀងរាល់ថ្ងៃម្នាក់ក្នុងចំណោមពួកឯងទាំងអស់គ្នាត្រូវតែមករួមភ្នំរបស់យើងឲ្យយើងស៊ីក្បាលធ្វើជាអាហារអូយស្រួលមែនទេបានស៊ីហ្វ្រីមិនបាច់ប្រើកម្លាំងរត់ចាប់ឯគាត់នៅគម្រាមវាទៅបានហើយសត្វទាំងអស់ចាប់ផ្ដើមគោរពតាមបទបញ្ជាមួយនេះថ្ងៃនេះដល់វេនសត្វទុនសាយដែលត្រូវមកឲ្យតោស៊ីទុនសាយបានកាត់ទុកយ៉ាងខ្លាំងអូបាក់ចិត្តដល់ខណៈពេលដែលវាកំពុងដើរទៅរករូងតោវាបានឆ្លងកាត់អណ្ដូងចាស់មួយបានអើតមើលអណ្ដូងនោះវ៉ាវជ្រៅខ្លាំងមែនទែនគ្រោះថ្នាក់ពេលនោះវាក៏គិតឃើញគម្រោងការដ៏ល្អមួយចំណែកឯសត្វតោវាខឹងយ៉ាងខ្លាំងព្រោះថាមិនឃើញមានសត្វណាមួយមកសោះនៅថ្ងៃនេះព្រោះសត្វទុនសាយបានដើរយឺតមកកាន់រូងតោពេលតោបានឃើញទុនសាយដើរមកវាបានស្រែកខ្លាំងថាហេតុអីក៏យឺតយ៉ាវម្ល៉េះទុនសាយបានឆ្លើយយ៉ាងសុភាពថានៅតាមផ្លូវដែលខ្ញុំមកនៅខ្ញុំប្រទះឃើញសត្វតោមួយយ៉ាងធំវាដេញតាមខាងខ្ញុំប៉ុន្តែខ្ញុំរត់ក៏យ៉ាងលឿនរត់ក៏យ៉ាងពិបាកដើម្បីទុកជីវិតឲ្យលោកម្ចាស់តោឮទុនសាយនិយាយបែបនេះវាសប្បាយចិត្តនិងពេញចិត្តយ៉ាងខ្លាំងប៉ុន្តែពេលគិតដល់តោមួយក្បាលទៀតវាពិតជាមានអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំងតោក៏បានស្រែកសួរថាតើឯងដឹងថាវារស់នៅណាអត់សាយបានឆ្លើយថាបាទខ្ញុំដឹងតាមខ្ញុំមកលោកម្ចាស់ទុនសាយបាននាំតោទៅកាន់អណ្ដូងចាស់នោះវានិយាយថាលោកម្ចាស់តោនោះវារស់នៅក្នុងអណ្ដូងមួយនេះតោបានលោកមើលក្នុងអណ្ដូងនោះវាបានច្រឡំស្រមោលរបស់វាថាជាតោផ្សេងមួយទៀតវាបានស្រែកខ្លាំងហើយក៏ស្រាប់តែមានសំឡេងឡងមកវិញវាបានគិតថាតោមួយទៀតកំពុងតែក្អេងក្អាងកំពុងតែស្រែកដាក់វាដែរដូច្នេះវាបានលោតចូលទៅក្នុងអណ្ដូងនោះតោក៏បានស្លាប់នៅពេលនោះតែម្ដងទៅ